រឿងបរោះមួយក្រុមដែលចូលញ៉ាំអាហារនៅក្នុងហាងស្ត្រីម្នាក់ដែលម្ចាស់ហាងស្ត្រីម្នាក់នោះបានគិតលុយគាត់ជាលុយបាតធ្វើឲ្យបរោះម្នាក់នោះខឹងយ៉ាងខ្លាំងហើយពេលនេះស្ត្រីម្នាក់ដែលជាម្ចាស់ហាងនោះបានចេញឃ្លីបវីដេអូបកស្រាយទាំងច្បាស់តែម្ដង ជម្រាបសួរអ្នកនរគ្នាខ្ញុំម្ចាស់ហាងដែលកំពុងតែមានបញ្ហាហ្នឹងថ្ងៃនេះខ្ញុំចង់មកបកស្រាយដោយសារតែក្នុងវីដេអូហ្នឹងឲ្យលោកពូគាត់អត់បានស្ដាប់ខ្ញុំបកស្រាយទេអញ្ចឹងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចមានការយល់ច្រឡំខ្ញុំចង់និយាយថានៅក្នុងមណុយដែលខ្ញុំឲ្យគាត់មើលហ្នឹងមុននឹងហែហ្នឹងគឺខ្ញុំបានបិទជាអក្សរខ្មែរហើយអញ្ចឹងអ្នកនរគ្នាហើយសម្រាប់វិក័យប័ត្រគិតលុយទៅហ្នឹងគឺវាជាអក្សរខ្មែរតែគ្រាន់តែវាលេខលុយបាតអញ្ចឹងទៅដូចថាយើងដាក់លុយបាតគោលដោយសារមុនសង្គ្រាមអញ្ចឹងអ្នកនរគ្នាអញ្ចឹងបន្ទាប់មកទៀតទៅខ្ញុំឲ្យបានបិទលេខគោលនៅលើហ្នឹងគឺខ្ញុំយកអាស្កុតបិទហ្នឹងគឺខ្ញុំបិទហើយគឺដើម្បីសរសេរលុយខ្មែរហ្នឹងដូចមណុយអញ្ចឹងក៏ខ្ញុំបានបិទដែរអញ្ចឹងហើយខ្ញុំបិទពីលើលុយបាតហ្នឹងខ្ញុំបិទជាលុយខ្មែរត្រឡប់មកវិញទាំងអស់ហ្មងប៉ុន្តែគាត់អត់សប្បាយចិត្តដោយសារតែដឹងថាយើងបិទហើយយើងបិទហើយនៅលើលុយហ្នឹងអ្នកនរគ្នាអញ្ចឹងពេលខ្លះអាការដែល system ហ្នឹងយើងអត់អាចផ្លាស់ប្ដូរបានភ្លាមទៅអញ្ចឹងអ្នកនរគ្នាចុងឆ្នាំអញ្ចឹងយើងដូរបានកាលណាយើងដូរយើងត្រូវបាត់ការទិន្នន័យលក់ទាំងអស់អញ្ចឹងទៅហើយណាមួយហើយខ្ញុំបើកពីម៉ោង3ល្ងាចរហូតដល់ម៉ោង3ភ្លឺអញ្ចឹងពេលដែលប្រើបងដៃហ្មងគឺខ្ញុំពិបាកធ្វើការជាមួយនឹងបុគ្គលិកពេលខ្លះទិន្នន័យវាអត់បានលោតចូលទេអញ្ចឹងបានខ្ញុំហ្នឹងសុខចិត្តបិទអញ្ចឹងអ្នកនរគ្នាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាយល់ទាំងអស់គ្នាខ្មែរស្រឡាញ់ខ្មែរគឺយើងត្រូវយល់ពីគ្នាអត់ធ្វើបាបគ្នាទេពីព្រោះខ្ញុំមិនមែននៅក្នុងហ្នឹងមិនមែនខ្ញុំយកលុយបាតទេអ្នកនរគ្នាខ្ញុំយកលុយខ្មែរប៉ុន្តែគ្រាន់តែខ្ញុំបានបិទឲ្យសរសេរជាប៊ិចនៅលើហ្នឹងអញ្ចឹងអ្នកនរគ្នាអញ្ចឹងទៅវាធ្វើឲ្យគាត់ហ្នឹងខឹងពេលខ្លះខ្ញុំអត់យល់ថាគាត់មកដោយសារតែពេលខ្លះខ្ញុំនិយាយទៅភ្ញៀវអតិថិជនផ្សេងយើងនិយាយទៅគាត់យល់ពីយើងអញ្ចឹងអ្នកនរគ្នាតែគាត់អត់ឲ្យខ្ញុំនិយាយទាំងអស់គឺចេញមកគឺអ្នកឲ្យឃើញខ្ញុំមិនអាចនិយាយបកស្រាយអីបានទេខ្ញុំព្យាយាមបកស្រាយឲ្យគាត់យល់ដើម្បីកុំឲ្យគាត់នឹងខឹងមានការភ័ន្តច្រឡំតែគាត់អត់ព្យាយាមស្ដាប់យើងទេគាត់ធ្វើអីដែលគាត់ចង់ធ្វើដោយសារតែសម័យនេះបបាក់អ្នកនរគ្នាពេលខ្លះទូរស័ព្ទមួយហើយចង់និយាយអីក៏បានពេលដែលអ្នកនរឲ្យលឺអីអ្នកនរឲ្យក៏ជឿនឹងអញ្ចឹងពេលខ្លះសូមឲ្យអ្នកទាំងអស់គ្នាយល់ដូចខ្ញុំអញ្ចឹងពេលខ្លះខ្ញុំមានហាងចឹងបុគ្គលិកទាំងអស់ខ្ញុំអត់បានកាត់បន្ថយទេអ្នកទាំងអស់គ្នាហើយក៏អត់បានឲ្យកាត់ប្រាក់ខែដែរហើយថ្ងៃខ្លះអត់បានកាត់បន្ថយប្រាក់ខែក៏អត់បានកាត់បន្ថយបុគ្គលិកដែរហើយពេលថ្ងៃខ្លះហ្មងអត់សូវមានភ្ញៀវចឹងពេលខ្លះហ្មងមានរឿងអ្នកទាំងអស់គ្នាលក់បានតែជាង 100000 ជាង 200000 ក៏មានដែរជីទៅគឺពិបាកខ្លាំងមែនតើហ្មងអ្នកទាំងអស់គ្នាចឹងពេលខ្លះអ្នកទាំងអស់គ្នាកុំធ្វើរបៀបថាកុំជន់គ្នាដល់ថ្នាក់ហ្នឹងចឹងពេលខ្លះវាអត់ដូចអ្វីដែលអ្នកទាំងអស់គ្នាគិតទេដូចនៅក្នុងនឹងគាត់ព្យាយាមចោទខ្ញុំថាខ្ញុំយកលុយបានមិនមែនចឹងទេអ្នកទាំងអស់គ្នាចង់និយាយថាខ្ញុំគិតជាលុយខ្មែរជូនគាត់ទេគ្រាន់តែវាមានជាប់លេខនៅហ្នឹងមានន័យថាមានលុយខ្មែរមួយតង់លុយបាតមួយតង់ហើយលុយដុល្លារមួយតង់ចឹងទៅគាត់អត់សុបាយចិត្តចង់និយាយចឹងអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយក៏សូមអភ័យទោសសូមទោសខ្លាំងមែនតើហ្មងដែលធ្វើឲ្យអ្នកទាំងអស់គ្នាអត់សុបាយចិត្តចឹងណាសូមទោសខ្លាំងហ្មង